ភ្នំសូមនគតឬស្រីប៉ាតៈភ្នំសូមនគតឬស្រីប៉ាតៈស្ថិតនៅទិសនិរតីនៃតំបន់ខ្ពង់រាបកណ្ដាលហើយជាភ្នំដែលខ្ពស់ជាងគេលំដាប់ទី4នៃកោះលង្កាភ្នំនេះស្ថិតនៅភាគកណ្ដាលនៃប្រយមភ្នំធំទាំងឡាយដែលមានរាងខ្ពស់ស្រួចស្រដៀងនឹងពីរ៉ាមីតដែលយើងអាចមើលឃើញពីចម្ងាយនៅពេលដែលយើងធ្វើដំណើរទៅកាន់ភ្នំនេះភ្នំស្រីប៉ាតៈមានកម្ពស់ 2243 ម៉ែត្រដោយគិតពីនីវ៉ូទឹកសមុទ្របច្ចុប្បន្នកាលភ្នំនេះត្រូវបានគេហៅឈ្មោះជាច្រើនដូចជាស្រីប៉ាតៈសិរិបាសិរិប៉ាតៈសមនលៈសមន្តកោតសមនលគិរីសមនលកន្តៈស្រីប៉ាតៈស្ថានសេវណូលិប៉ាតៈអរូហោសៈភ្នំស្រីប៉ាតៈនេះមានចម្ងាយផ្លូវឡើងប្រមាណ6គីឡូម៉ែត្ររាប់ពីជើងភ្នំដែលខ្ពស់ឡើងតាមលំដាប់រហូតដល់កំពូលភ្នំយើងត្រូវឡើងដោយថ្មើរជើងប្រើរយៈពេលប្រមាណជា4ទៅ8ម៉ោងតាមកម្លាំងរៀងខ្លួនភ្នំនេះគេបើកឲ្យឡើងចាប់ពីថ្ងៃ15កើតខែកដិកឬខែធ្នូរហូតដល់ថ្ងៃ15កើតខែវិសាខឬខែមេសាជារៀងរាល់ឆ្នាំម្យ៉ាងទៀតយើងអាចធ្វើដំណើរទៅកាន់ភ្នំនេះតាមផ្លូវហន្ទនៈឬរតនបុរៈដែលមានចម្ងាយ120គីឡូម៉ែត្រពីទីក្រុងកូឡុំបូបាននិយាយពីអាកាសធាតុវិញគឺត្រជាក់ជាប្រក្រតីហើយភាគច្រើនមានភ្លៀងធ្លាក់និងចុះអាប់នៅពេលព្រឹកនិងពេលរសៀលទោះបីជាអាកាសធាតុត្រជាក់ខ្លាំងផ្លូវឡើងខ្ពស់ចោតមានចម្ងាយផ្លូវឆ្ងាយនិងមានឧបសគ្គច្រើនក្នុងពេលកំពុងឡើងក៏ដោយក៏សាសនិកនៃសាសនានីមួយៗដែលរស់នៅក្នុងប្រទេសស្រីលង្កានេះក្តីឬបណ្ដាប្រទេសផ្សេងៗដែលរស់នៅខាងប៉ែកអាស៊ីនិងអឺរ៉ុបក្តីតែងតែមានសេចក្តីព្យាយាមឡើងរហូតបានជោគជ័យការដែលយើងទាំងអស់គ្នាខំប្រឹងតស៊ូបែបនេះក្នុងគោលបំណងចម្បងគឺទៅក្រាបថ្វាយបង្គំស្នាមព្រះបាទដ៏ប្រសើរដែលមាននៅលើកំពូលភ្នំនេះតែមនុស្សមួយចំនួនទៀតទៅដើម្បីកម្សាន្តសប្បាយជាមួយនឹងទេសភាពនៃធម្មជាតិនិងថតព្រះអាទិត្យរះនិងលិចជាពិសេសគឺពួកអឺរ៉ុបគំនូសស្នាមព្រះបាទដ៏ប្រសើរដែលមាននៅលើកំពូលភ្នំសូមនគតនេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាសនិកផ្សេងៗនៅក្នុងកោះតាពៈបណ្ណទ្វីបនេះពុទ្ធសាសនិកមានជំនឿថាជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធហើយពួកអ្នកកាន់សាសនាហិណ្ឌូជឿថាជាស្នាមព្រះបាទរបស់ព្រះសិវៈតែគ្រិស្តបរិស័ទថាជាស្នាមជើងរបស់អាដាមចំណែកឯពួកមូស្លីមក៏គេជឿថាស្នាមជើងនោះជារបស់ព្រះអាឡាព្រោះតែមានជំនឿបែបនេះឯងទើបពួកសាសនិកមួយចំនួនក៏អាចឡើងទៅថ្វាយបង្គំបានដូចគ្នាដោយបង្អោនចិត្តឆ្ពោះទៅរកព្រះរបស់ពួកគេដូចនេះទើបយើងមិនអាចកំណត់បានថាវាជាស្នាមព្រះបាទរបស់ព្រះនៃសាសនាណាមួយទេឬថាស្នាមព្រះបាទនោះមានពិតឬមិនពិតក៏មិនអាចថាបានដែរសាសនានីមួយៗគឺមានគម្ពីរក្បួនច្បាប់សម្រាប់អះអាងតែរៀងខ្លួនបណ្ដាគម្ពីរសាសនាទាំងអស់ក្នុងប្រទេសស្រីលង្កាមានតែគម្ពីរនៅក្នុងព្រះពុទ្ធសាសនាទេដែលបានបញ្ជាក់យ៉ាងច្បាស់ហើយមានអាយុកាលចាស់ជាងគេដូចជាគម្ពីរមហាវង្សជាដើមបើយោងទៅតាមគម្ពីរមហាវង្សបានបញ្ជាក់យ៉ាងច្បាស់ថាជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធកាលដែលព្រះអង្គយាងមកលើកទី3ក្នុងថ្ងៃ15កើតខែវិសាខបន្ទាប់ពីការត្រាស់ដឹងបាន8ព្រះវស្សាក្រោយពេលដែលព្រះអង្គនិងសាវកទទួលភ័ស្តុស្ដេចនាគនៅនគរកល្យាណីរួចទ្រង់ក៏យាងទៅប្រតិស្ថានស្នាមព្រះបាទខាងឆ្វេងនៅភ្នំសូមនគតតាមការអារាធនារបស់សូមនទេវបុត្រដើម្បីជាទីសក្ការៈបូជារបស់ពួកទេវតាបន្ទាប់មកក៏បានប្រទក្សិណកោះនេះ3ជុំជាមួយនឹងសាវកហើយទើបទ្រង់និមន្តត្រឡប់ទៅកាន់ចម្ពូទ្វីបវិញមិនតែប៉ុណ្ណោះក៏មានគាថាសូត្រអះអាងយ៉ាងនេះថាសវណ្ណមេលិកេសវណ្ណបបតេសូមនកោដេយោនកពរេនមតិយៈនតិយាបញ្ចបាថវរង្ខានំអហង្វន្ទាមិទុរតោខ្ញុំសូមនមស្ការអំពីចម្ងាយនៅស្ថានទីដែលមានព្រះបាទដ៏ប្រសើរ5កន្លែងគឺស្ថានលើភ្នំសវណ្ណមេលិក1លើភ្នំសវណ្ណបរពត1លើភ្នំសូមនគត1ក្នុងយោនកពរី1ក្បែរស្ទឹងនមទា1ដែលផ្អែកទៅលើគម្ពីរដីកានៃប្រទេសស្រីលង្កាព្រមទាំងមានគាថាដែលសូត្របញ្ជាក់គេជឿថានេះជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងពិតប្រាកដបើយោងទៅតាមសៀវភៅរបស់លោកដុកទ័រ K.M. Vitarana បានបញ្ជាក់ពីរឿងរ៉ាវដែលនាំឲ្យរកឃើញស្នាមព្រះបាទដំបូងដូចនេះថាព្រះរាជាវឌ្ឍគិមនីអភ័យឬវលកម្ពី
បានឡើងគ្រងរាជ្យក្នុងឆ្នាំ439នៃពុទ្ធសករាជបន្ទាប់ពីរាជាភិសេកឡើងគ្រងរាជ្យបានចំនួន5ខែព្រះអង្គបានចាញ់សង្គ្រាមពួកថ្មិលហើយរត់ភៀសប្រកាយទៅលាក់ខ្លួនពួនអាត្មានៅក្នុងតំបន់ខ្ពង់រាបកណ្ដាលនៃកោះលង្កាអស់រយៈពេល14ឆ្នាំសម័យមួយនៅពេលដែលព្រះអង្គទ្រង់គង់នៅក្នុងរូងភ្នំមួយឈ្មោះបាហ្គាវ៉ាលេណាជារូងភ្នំមួយដែលស្ថិតនៅជើងភ្នំស្រីបាតៈព្រះរាជាបានទតឃើញសត្វក្តាន់មួយក្បាលហើយបានដេញតាមសត្វក្តាន់នោះបានរត់ឡើងរហូតដល់កំពូលភ្នំហើយវាក៏បាត់ពីទីនោះទៅពេលព្រះអង្គឡើងដល់កំពូលភ្នំក៏បានដើរតម្រង់ទៅកន្លែងដែលសត្វក្តាន់នោះបាត់ខ្លួនក៏ស្រាប់តែឃើញស្នាមព្រះបាទដ៏ប្រសើរនៅទីនោះទ្រង់ក៏បានក្រាបថ្វាយបង្គំហើយយាងត្រឡប់ចុះមកកាន់គុហាវិញដោយសេចក្តីរីករាយជ្រះថ្លាក្រោយមកបន្ទាប់ពីព្រះអង្គបានប្រមូលកងទ័ពច្បាំងឈ្នះពួកថ្មិលហើយបានឡើងគ្រងរាជ្យម្ដងទៀតនៅឆ្នាំ454នៃពុទ្ធសករាជព្រះអង្គបានយាងទៅកំពូលភ្នំស្រីបាតៈហើយបានបញ្ចុះសសរដែកនៅទីនោះនិងបានគោរពបូជាស្នាមព្រះបាទដ៏ប្រសើរម្ដងទៀតដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងបើយោងតាមសៀវភៅដដានេះបានបញ្ជាក់ទៀតថានៅក្នុងរជ្ជកាលរបស់ព្រះបាទភាតិកាភ័យឬភតិយៈគ្រងរាជ្យក្នុងឆ្នាំ521នៃពុទ្ធសករាជមានរឿងរ៉ាវនិទានដូចតទៅសម័យមួយមានគ្រួសារមួយរស់នៅជ័យភ្នំមានសមាជិក3នាក់ម្ដាយនិងកូនប្រុស2នាក់ក្នុងការនោះឯងម្ដាយរបស់បុរសទាំងពីរបានផ្សំគុំកូនឲ្យមានគ្រួសារព្រោះដឹងថាខ្លួនមានវ័យចាស់ជរាណាស់ទៅហើយដោយហេតុចង់ឃើញកូនមានដៃគូជីវិតមុនពេលដែលលាចាកលោកនេះទៅទោះបីជាយ៉ាងណាក៏ដោយក៏បំណងរបស់គាត់មិនបានសម្រេចទាំងស្រុងទេកូនប្រុសច្បងរបស់គាត់មិនព្រមរើសដៃគូជីវិតឬគិតថាចង់មានប្រពន្ធឡើយមូលហេតុដែលធ្វើឲ្យបុរសនោះមិនចង់មានគ្រួសារព្រោះគាត់ចូលចិត្តរៀនសូត្រហើយចូលចិត្តអានសៀវភៅធម៌ណាស់មិនយូរប៉ុន្មានម្ដាយរបស់បុរសទាំងពីរនោះក៏បានធ្វើមរណកាលទៅក្រោយពីម្ដាយស្លាប់ទៅបុរសដែលជាប្អូនក៏បានណែនាំបងប្រុសឲ្យមានប្រពន្ធដែរតែគាត់នៅតែមិនព្រមការរស់នៅជាមួយគ្នាច្រើនថ្ងៃខែឆ្នាំប្រពន្ធរបស់ប្អូនក៏បានលបលួចចាប់ចិត្តប្រតិព័ទ្ធបងថ្លៃរបស់ខ្លួនប្អូនថ្លៃរបស់មេនុបនោះនៅពេលដែលប្តីមិននៅផ្ទះក៏ព្យាយាមយកចិត្តយកថ្លើមធ្វើកាយវិការមយាដកខ្ញីម្ញាក់ម្ញក់ខ្នក់ខ្នាញ់លួងលោមបងថ្លៃឲ្យមានស្នេហាជាមួយនាងតែទោះជាយ៉ាងណាក៏ដោយបុរសដែលជាបងថ្លៃមិនបានយកចិត្តទុកដាក់ចំពោះរូបនាងឡើយព្រោះតែសេចក្តីស្រឡាញ់មិនបានដោយប្រាថ្នាបានធ្វើឲ្យនាងខកចិត្តហើយប្ដូរពីសេចក្តីស្រឡាញ់ទៅជាស្អប់ហើយបានគុំគួនព្យាបាទរិះរកកលល្បិចដើម្បីបៀតបៀនបងថ្លៃខ្លួនថ្ងៃមួយនៅពេលដែលប្តីមកពីធ្វើការនាងបានលបចាំមើលផ្លូវប្តីក៏ដឹងថាប្តីចិត្តដល់ផ្ទះហើយក៏រត់ទៅក្នុងផ្ទះធ្វើអាការៈដូចជាត្រូវបងថ្លៃចាប់រំលោភបំពានលើរាងកាយរួចរត់តម្រង់ទៅអោបប្តីហើយយំសស័កសសាំពោលរៀបរាប់ត្អូញត្អែដោយក្តីក្តុកក្តួលអួលណែនឈឺផ្សាគ្រប់ពាក្យវាចាបំភ្លឺការពិតប្រឌិតរឿងរ៉ាវឲ្យប្តីខឹងខ្លាំងប្តីដែលទើបតែមកពីហត់អស់កម្លាំងហើយបានឮដំណឹងរសែនឈឺចាប់នោះមិនបានពិចារណាវែងឆ្ងាយក៏រត់ស្ទុះទៅចាប់កាំបិតតម្រង់ទៅរកបងប្រុសរបស់ខ្លួនដោយក្តីខឹងក្រោធយ៉ាងខ្លាំងហើយបានទាញដៃបងប្រុសដែលកំពុងអានសៀវភៅមកដាក់លើតុក៏កាត់ប្រអប់ដៃប្រអប់ជើងរបស់គាត់យ៉ាងសាហាវឃោរឃៅព្រៃផ្សៃក្រៃលែងដែលធ្វើឲ្យគាត់ឈឺចាប់នានាលដេកនៅក្នុងថ្លុកឈាមទាំងមិនដឹងមូលហេតុអ្វីសោះបុរសកំសត់បានសួរទៅកាន់ប្អូនប្រុសទាំងការឈឺចុកចាប់អួលណែនក្នុងចិត្តថាមូលហេតុអ្វីបានជាប្អូនធ្វើបែបនេះបុរសជាប្អូនឆ្លើយទាំងកំហឹងថាចង់រកហេតុផលអ្វីទៅក្រែងដៃនឹងពូកែចាប់ប្រពន្ធគេណាស់ឬហើយក៏សម្លុតគំរាមដោយប្រការផ្សេងពេលនោះបុរសពិការបានដឹងពីមូលហេតុហើយគាត់មិននិយាយអ្វីវែងឆ្ងាយទៀតដែរគឺគ្រាន់តែសុំឲ្យប្អូនប្រុសយកសៀវភៅមកដាក់លើទ្រូងរបស់គាត់ហើយបាននិយាយថាបើបងត្រូវស្លាប់ក៏សូមឲ្យស្លាប់នៅក្បែរសៀវភៅចុះពេលនោះឯងប្អូនប្រុសកំណាចកាចឃោឃៅបានគំហកដាក់គាត់ថាបើចង់បានក្រោកមកយកខ្លួនឯងទៅអញមិនដឹងទេវើយហើយក៏ដើរចេញទៅទុកឲ្យបងប្រុសដេកក្នុងថ្លុកឈាមទាំងក្តីឈឺចាប់យ៉ាងពន់ពេកការឈឺចាប់របួសដៃជើង
បានធ្វើឲ្យគាត់ឈឺពេញរាងកាយស្រែកធ្ងររហឹមហើយសំឡេងនោះឯងក៏បានឮដល់ស្ត្រីអ្នករកអស់ម្នាក់ដែលនៅក្បែរនោះបន្ទាប់មកនាងក៏បានដើរតម្រង់មករកសំឡេងនោះពេលដល់ភ្លាមក៏ភ្ញាក់ព្រឺតស្លុតស្មារតីដោយបានឃើញបុរសដាច់ប្រអប់ដៃជើងដេកធ្ងរនៅក្នុងស្លុកឈាមនោះស្ត្រីនោះក៏បានជួយសង្គ្រោះបុរសកំសត់ហើយនាំទៅកាន់ផ្ទះរបស់ខ្លួនមើលថែព្យាបាលរហូតដំបៅនោះជាសះស្បើយហើយក៏បានអនុញ្ញាតឲ្យបុរសកំសត់នោះអាស្រ័យជាមួយក្នុងផ្ទះរបស់នាងរហូតមកនៅក្នុងការនោះផ្កាម្លិះក្នុងឧទ្យានរបស់បរិជាតែងតែបាត់ជារៀងរាល់ថ្ងៃដោយមិនដឹងមូលហេតុនៃការបាត់ឡើយព្រះរាជាបានបញ្ជាឲ្យមានការយាមយ៉ាងតឹងតែងជាទីបំផុតដើម្បីចាំចាប់ចោរលួចបេះផ្កាហើយគ្មាននរណាម្នាក់បានឃើញបានឮសំឡេងចោរនោះទេដែលហើយទៅសំបីតែស្នាមជើងចោរក៏មិនមានដែរតែផ្កានៅតែបាត់រាល់ថ្ងៃព្រះមហាក្សត្រក៏ចេញបញ្ជាឲ្យរាជបរិសទាំងឡាយទូលស្គាល់ប្រកាសរកអ្នកក្លាហានខ្លាំងពូកែដែលរស់នៅក្នុងកោះទាំងមូលឲ្យមកចាប់ចោរលួចផ្កាបើចាប់បាននឹងជួលរង្វាន់ជាទីគាប់ចិត្តបន្ទាប់ពីថ្ងៃចាប់ផ្ដើមប្រកាសមកមានអ្នកក្លាហានជាច្រើនបានចូលទៅក្នុងរាជវាំងជាបន្តបន្ទាប់ដើម្បីចាប់ចោរក្នុងឧទ្យានតែគ្មានប្រយោជន៍អ្វីឡើយមិនយូរប៉ុន្មានសេចក្តីប្រកាសក៏បានទៅដល់ភូមិដែលបរិសពិការនោះរស់នៅបរិសនោះក៏បានឮសំឡេងស្គរនិងសំឡេងមនុស្សអ៊ូអរនៅក្នុងភូមិហើយក៏បានសួរទៅកាន់ស្ត្រីដែលជួយសង្គ្រោះគាត់ថាតើគេធ្វើអ្វីនៅក្នុងភូមិទើបឮសំឡេងកងរំពងយ៉ាងហ្នឹងស្ត្រីនោះឆ្លើយថាគេកំពុងចេញរាជប្រកាសរកអ្នកក្លាហានទៅចាប់ចោរលួចបេះផ្កាបរិជានៅក្នុងឧទ្យានឯណោះភ្លាមនោះនៅពេលដែលនិយាយមិនទាន់ចប់ផងក៏លន់មាត់ថាខ្ញុំនឹងទៅចាប់ចោរចូលនាំខ្ញុំទៅកន្លែងប្រកាសឥឡូវនេះផងបានទេខ្ញុំចង់ទៅចាប់ចោរដោយការអង្វរកររបស់មេនប់កំសត់ស្ត្រីនោះក៏បាននាំគាត់ទៅទីនោះពេលទៅដល់ភ្លាមបរិសពិការបានបន្លឺនៅសំឡេងយ៉ាងខ្លាំងពោពេញដោយទឹកមុខអង្អាចក្លាហានថាខ្ញុំសូមទទួលព្រះរាជបញ្ជាទៅចាប់ចោរថ្វាយព្រះមហាក្សត្ររាជបរិសទាំងឡាយបានងាកទៅមើលសំឡេងដែលបានឮនោះតែមិនដឹងជាសំឡេងនរណាមួយក៏សួរបញ្ជាក់ម្ដងទៀតថាតើនរណានិយាយអំបញ្ញមិញនេះអ្នកក្លាហាននោះឆ្លើយថាខ្ញុំនៅទីនេះពេលនោះរាជបរិសមនុស្សម្នាដែលកំពុងនៅទីនោះក៏ចោលភ្នែកទៅមើលបរិសពិការដែលកំពុងអង្គុយលើកៅអីហើយសើចនិងក្រវីក្បាលដោយក្តីហួសចិត្តក៏ពោលពាក្យទៅកាន់បរិសនោះថាហឺអ្នកក្លាហានដែលគេមានដៃជើងមានកម្លាំងខ្លាំងដូចជារាជសីចាប់ចោលមិនបានផងចុះទម្រាំតែអ្នកឯងនោះមានសមត្ថភាពអីទៅចាប់ចោលបានបរិសពិការឆ្លើយតបយ៉ាងអង់អាចថាខ្ញុំមិនចាំបាច់ប្រើកម្លាំងចាប់ទេគឺខ្ញុំប្រើតែប្រាជ្ញាខ្ញុំប៉ុណ្ណោះបើអ្នកទាំងអស់គ្នានាំខ្ញុំទៅជួបព្រះរាជាព្រះអង្គនឹងដឹងពីសមត្ថភាពរបស់ខ្ញុំហើយប្រើខ្ញុំមិនខានគ្រាន់តែពាក្យប៉ុន្មានម៉ាត់របស់មេនប់ធ្វើឲ្យរាជបរិសទាំងឡាយមិនអាចប្រកែកបានក៏នាំគាត់ទៅចូលគាល់ព្រះរាជាក្នុងការនោះឯងព្រះរាជាពេលបានឃើញមេនប់នោះភ្លាមក៏មានព្រះបន្ទូលទាំងមិនពេញប្រតិទៅកាន់អាមាត្យថានេះឬអ្នកចាប់ចោលនោះអាមាត្យទូលព្រះអង្គថាពួកយើងខ្ញុំព្រះអង្គទាំងឡាយបានហាមឃាត់ដែរតែបរិសពិការនេះនិយាយថាឲ្យតែនាំខ្ញុំទៅចូលគាល់ព្រះរាជាព្រះអង្គនឹងដឹងពីសមត្ថភាពខ្ញុំហើយដូច្នេះហើយទើបនាំគាត់ចូលគាល់ព្រះអង្គដើម្បីឲ្យព្រះអង្គទ្រង់សាកសួរបរិសនេះដោយផ្ទាល់តែម្ដងនៅពេលនោះព្រះរាជាទ្រង់សួរទៅកាន់បរិសពិការនោះថាតើឯងមានវិធីសាស្ត្រនិងមានសមត្ថភាពអ្វីខ្លះទៅដើម្បីចាប់ចោលប្រាប់យើងមកមើលទើបយើងអនុញ្ញាតហើយមាណពឆ្លើយយ៉ាងខ្លីថាមិនមានអ្វីច្រើនទេព្រះអង្គគ្រាន់តែព្រះរាជាអនុញ្ញាតឲ្យគេធ្វើខ្ទមតូចមួយនៅក្នុងឧទ្យាននិងរកសៀវភៅធម៌ខ្លះៗដាក់ក្នុងខ្ទមនោះគឺគ្រប់គ្រាន់ហើយទាំងនេះជាវិធីសាស្ត្ររបស់ទូលព្រះបង្គំពេលនោះពួកអាមាត្យរាជបរិសសពមុខមន្ត្រីនាំគ្នាអស់សំណោចហើយពោលថាស្មានតែមានល្បិចអីគ្រាន់បើតាមពិតគ្រាន់តែចង់នៅស្រណុកសុខស្រួលនៅក្នុងឧទ្យានសោះគិតបែបនេះគឺស្មើនឹងប្រមាថព្រះមហាក្សត្រហើយឯងមានដឹងទេថាឯងត្រូវមានទោសប្រហារជីវិតទេពេលនោះបរិសកំសត់ឆ្លើយទាំងសេចក្តីក្លាហានថាបើខ្ញុំព្រះអង្គមានទោសត្រូវស្លាប់សូមព្រះអង្គបំពេញបំណងខ្ញុំប្រកាសណាផងពេលនោះឯងព្រះរាជាឃើញសេចក្តីក្លាហានរបស់បរិសពិការនោះក៏បញ្ជាឲ្យរាជបរិសធ្វើតាមការស្នើសុំរបស់មាណពនោះ
តែព្រះរាជាទ្រង់មិនជឿជាក់សូម្បីតិចតួចថាបុរសពិការនឹងអាចចាប់ចោលលួចបេះផ្កាបានបន្ទាប់ពីមានព្រះរាជបញ្ជាឲ្យមាណពរស់នៅក្នុងឧទ្យានអស់រយៈពេលជាច្រើនថ្ងៃមាណពនោះមិនបានធ្វើអ្វីក្រៅពីអានសៀវភៅធម៌ទេគាត់អានទាំងយប់ទាំងថ្ងៃដែលញ៉ាំងឲ្យឧទ្យានឮតែសំឡេងព្រះធម៌គួរជាទីរីករាយក្នុងការស្ដាប់ក្រៃលែងនៅក្នុងរដូវកាលនោះនិយាយពីឋានទេវតាឯណោះវិញគ្រប់សួនឧទ្យានមិនមានផ្ការីកឡើយព្រោះតែរឿងនេះហើយទើបទេពធីតាមួយអង្គតែងតែមកបេះផ្កានៅក្នុងសួនព្រះរាជារៀងរាល់ថ្ងៃដើម្បីយកទៅបូជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធដែលប្រតិស្ថាននៅលើកំពូលភ្នំសុមនគតថ្ងៃមួយទេពធីតាអង្គនោះបានទៅបេះផ្កាម្លិះដែលនៅក្បែរខ្ទមរបស់មាណពពិការក៏បានឮសំឡេងព្រះធម៌ចេញពីខ្ទមនោះដែលពីរោះគួរឲ្យចូលចិត្តស្ដាប់ពន់ពេកទេពធីតាបានដើរទៅតាមសូរសំឡេងរហូតខាងមុខទ្វារខ្ទមហើយបានសួរថាតើនរណាសម្ដែងធម៌មានអត្ថន័យពីរោះម្ល៉េះអាចបើកទ្វារឲ្យខ្ញុំចូលទៅស្ដាប់ខាងក្នុងបានទេមាណពឆ្លើយតបទៅទេពធីតាវិញថាខ្ញុំគ្មានដៃគ្មានជើងទៅបើកឲ្យអ្នកទេបើអ្នកចង់ចូលសូមបើកខ្លួនឯងទៅពេលនោះទេពធីតាអង្គនោះក៏បានប្រាប់ទៅបុរសពិការថាខ្ញុំក៏មិនអាចបើកបានដែរតែខ្ញុំមានវិធីហើយក៏ញ៉ាំងឲ្យស្បៃចូលតាមប្រហោងទ្វារដើម្បីឲ្យមាណពប៉ះស្បៃនោះមាណពបានអង្គិលទៅប៉ះស្បៃរបស់ទេពធីតាក៏មានហេតុអស្ចារ្យកើតឡើងធ្វើឲ្យបុរសនោះដុសដៃដុសជើងជាប្រក្រតីឡើងវិញពេលនោះមាណពកំសត់បានចាប់ស្បៃជាប់ស្ទុះទៅបើកទ្វារក្រឡេកមើលទៅទេពធីតាឃើញមានផ្កាម្លិះកាន់ពេញដៃក៏ចាប់ដៃជាប់តែម្ដងហើយបានសួរថាហេតុអ្វីបានជាអ្នកលួចបេះផ្កាបរិជារបស់យើងទេពធីតាបានពោលរៀបរាប់ប្រាប់ពីមូលហេតុថានៅក្នុងរដូវកាលនេះនៅឧទ្យានទេវតាមិនមានផ្ការីកទេដូច្នេះហើយទើបយើងមកបេះផ្កាបរិជាដើម្បីយកទៅបូជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធដែលប្រតិស្ថាននៅលើកំពូលភ្នំសុមនគតឯណោះបុរសនោះក៏បានសួរថាតើអ្នកអាចនាំខ្ញុំទៅថ្វាយបង្គំស្នាមព្រះបាទបានទេទេពធីតាឆ្លើយថាអ្នកអាចទៅបានខ្ញុំនឹងដាក់ផ្កាម្លិះជាសញ្ញាហើយដើរទៅតាមសញ្ញានៃផ្កានោះទៅអ្នកនឹងទៅដល់ស្នាមព្រះបាទហើយបន្ទាប់ពីបានសន្ទនាជាមួយទេពធីតារួចរាល់មាណពនោះក៏បានដើរសម្ដៅទៅព្រះរាជវាំងទាំងព្រឹកព្រលឹមដើម្បីយកដំណឹងល្អទៅទូលព្រះរាជាពេលព្រះរាជាព្រមទាំងមនុស្សម្នាជាច្រើនបានឃើញមាណពភ្លាមក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏សួរមាណពនោះគាត់ក៏បានឆ្លើយទៅតាមដំណើររឿងទាំងអស់ដែលបានកើតឡើងព្រះរាជាបានបញ្ជាឲ្យមេទ័ពចាត់ចែងរៀបចំឆ្ការផ្លូវតាមសញ្ញានៃផ្ការបស់ទេពធីតារហូតដល់កំពូលភ្នំហើយបានឃើញស្នាមព្រះបាទដ៏ប្រសើរនៅទីនោះហើយព្រះរាជាព្រមទាំងអាមាត្យសពមុខមន្ត្រីព្រមទាំងប្រជាជនបានប្រារព្ធពិធីបុណ្យគោរពបូជាយ៉ាងឧឡារិកកក្រឹកកក្រែងចាប់តាំងពីពេលនោះមកស្នាមព្រះបាទដ៏ប្រសើរនេះក៏បានក្លាយជាទីកន្លែងគោរពបូជាយ៉ាងវិសេសនៃមនុស្សនិងទេវតា